ទោះជាធ្វើការនៅកន្លែងណាក៏ដោយត្រូវចាំនៅ7ចំណុចនេះទី1ការងារមិនចិញ្ចឹមអ្នកទំនេរទេហើយក្រុមការងារក៏មិនត្រូវការអ្នកខ្ជិលដែរទី2ពេលចូលធ្វើការងារកន្លែងថ្មីមួយកុំគិតតែពីរឿងលុយពេកត្រូវធ្វើខ្លួនឯងឲ្យមានតម្លៃសិនទី3ពេលធ្វើការងារគ្មាននរណាម្នាក់ធ្វើការដោយរលូនទេទទួលយកកំហឹងខ្លះជារឿងធម្មតាទី4ទទួលបានការងារច្រើនមានឱកាសរៀនបានច្រើនទី5គ្មានមុខរបរណាស្រួលរកលុយទេទី6រកលុយមិនបានក៏បានចំណេះដឹងដែររកចំណេះដឹងមិនបានក៏បានបទពិសោធន៍ដែររកបទពិសោធន៍មិនបានក៏បានបទពិសោធន៍ក្នុងប្រវត្តិរូបដែរទី7មានតែការកែប្រែឥរិយាបថខ្លួនឯងសិនទើបអាចលើកកម្ពស់ខ្លួនឯងបានមានតែការកែប្រែឥរិយាបថការងារសិនទើបអាចលើកកម្ពស់អាជីវកម្មខ្លួនឯងបាន